យោងតាមរដ្ឋបាលខេត្តកំពតនៅក្នុងរដូវប្រមូលផលឆ្នាំនេះគិតត្រឹមដំណាច់ខែមិថុនាខេត្តកំពតប្រមូលផលទុរេនបានប្រមាណជាង 20,000 តោនដើម្បីផ្គត់ផ្គង់ទីផ្សារលោកមឿងគង្គីអភិបាលរងខេត្តកំពតបានគូបញ្ជាក់ថាទុរេនកំពតដែលមានរសជាតិឆ្ងាញ់ប្រចាំខេត្តនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគឺដាំនៅក្នុងតំបន់ជើងភ្នំបូកគោលោកអភិបាលរងខេត្តបានបន្ថែមថាទុរេនកំពតមានតម្លៃប្រមាណ 20,000 រៀលក្នុង1គីឡូក្រាមហើយមានទីផ្សារទូលំទូលាយមិនពិបាកលក់ចេញនោះទេថ្មីនេះបរិមាណទុរេនដែលលក់នៅក្នុងទឹកដីកំពតនេះគឺលក់អត់មានសល់ឲ្យតែថាផលិតផលដំណាំទុរេនដែលដាំនៅកំពតណាបាទរបាយការណ៍ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតបានបង្ហាញថាខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលមួយនេះមានផ្ទៃដីដាំដុះទុរេនសរុបប្រមាណ 2,500 ហិកតាក្នុងនោះផ្ទៃដីដែលកំពុងប្រមូលផលមានចំនួនរហូតដល់ 1,700 ហិកតាតំបន់ដែលអាចដាំដុះទុរេនទទួលបានផលល្អនៅក្នុងខេត្តកំពតរួមមានស្រុកទឹកឈូស្រុកឈូកតំបន់ជើងភ្នំកំចាយតំបន់ភ្នំបូកគោផ្នែកខ្លះនៃស្រុកដងតុងនិងស្រុកកំពង់ត្រាចដើម្បីការពារម៉ាកសញ្ញាទុរេនកំពតនិងលើកកម្ពស់ផលដំណាំក្នុងស្រុកឯកឧត្តមម៉ៅទុនិនអភិបាលខេត្តកំពតបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការនាំចូលទុរេនពីប្រទេសជិតខាងវិធានការនេះធ្វើឡើងក្នុងគោលបំណងការពារទីផ្សារនិងតម្លៃទុរេនរបស់កសិករក្នុងស្រុកព្រមទាំងធានាសុវត្ថិភាពចំណីអាហារដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែររដូវកាលប្រមូលផលទុរេននៅក្នុងខេត្តកំពតមានរយៈពេល6ខែដោយចាប់ផ្ដើមពីខែមេសារហូតដល់ខែកញ្ញាក្នុងនោះដែរអំឡុងខែមិថុនានិងខែកក្កដាគឺជាពេលវេលាដែលទុរេនប្រមូលផលបានច្រើនជាងគេនិងសម្បូរនៅលើទីផ្សារលោកមឿងគង្គីបានគូបញ្ជាក់ថាវិស័យកសិកម្មជាពិសេសការដាំដុះទុរេនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមពីនេះផលដំណាំទុរេនក៏បានរួមចំណែកយ៉ាងធំធេងក្នុងការទាក់ទាញនិងការផ្គត់ផ្គង់ដល់តម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅក្នុងខេត្តកំពតផងដែរ